សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពី tip ខ្លះៗនៅក្នុងការប្រើប្រាស់ run នៅលើ Windows 11 អូខេអញ្ចឹងពីដំបូងខ្ញុំត្រូវឲ្យអ្នកទាំងអស់គ្នាស្គាល់សិនថា run គឺជាអ្វី run គឺជា feature មួយរបស់ Windows ដែលគេបង្កើតវាឡើងគឺអាចឲ្យយើងនឹងធ្វើការបើក software ឬមួយក៏បើកsetting មួយចំនួនរបស់ Windows ហ្នឹងឲ្យវាមានភាពរហ័សយើងអត់ចាំបាច់ទៅចុចត្រូវថតយើងអត់ចាំបាច់ចុច open បែបនេះទេគឺយើងប្រើតែជាលក្ខណៈជា shortcut key ជាអក្សរដែលយើងសរសេរអូខេអញ្ចឹងដើម្បីដំណើរការrun នឹងបានយើងចុចក្នុងប៊ូតុង search ហើយយើងវាយពាក្យថា run តើមកយើងចុចលើវាមកណាអញ្ចឹងយើងនឹងចេញផ្ទាំងមួយនេះអូខេចំនួនពីរឿងមួយហ្នឹងយើងក៏អាចប្រើជា shortcut key ដល់នៅលើ keyboard របស់យើងឃើញមាន key សញ្ញា window យើងចុចលើវាហើយយើងចុចផ្អប់គ្នាជាមួយនឹងអក្សរ O អញ្ចឹងវាចេញដូចគ្នា window O អូខេអញ្ចឹងខ្ញុំនៅបង្ហាញអ្នកនរគ្នាថាតើ run វាដំណើរការបែបនេះនៅប្រទេសបន្ទាប់ពីយើងបើកវាហើយឥឡូវយើងចង់បើក software ណាមួយពីមុនមកឧទាហរណ៍យើងចង់បើក notepad យើង search វាយពាក្យថា notepad ហើយយើង click ដើម្បីបានវាប៉ុន្តែសម្រាប់ run យើងអត់ធ្វើចឹងទេគឺយើងវាយអក្សរនៅលើនេះយើងវាយបែបនេះមកហើយយើងចុច OK គឺវានឹងបើក auto ទៅនេះអូខេអញ្ចឹងមិនមែនតែយើងបើក notepad ទេឥឡូវនេះខ្ញុំចង់បើកខ្ញុំចង់បើកកម្មវិធី Word ខ្ញុំវាយពាក្យ win Word ខ្ញុំ click OK ខ្ញុំក៏ enter អញ្ចឹងវានឹងចេញកម្មវិធី Word ហ្នឹងមកឲ្យយើងមើលអូខេឥឡូវខ្ញុំចង់បើកCMD ខ្ញុំវាយពាក្យថា CMD អូខេអញ្ចឹងវានឹងចេញផ្ទាំង CMD ឲ្យយើងណាឥឡូវខ្ញុំបើកកម្មវិធី Calculator ខ្ញុំវាយ C អូខេអញ្ចឹងវានឹងសូកម្មវិធី Calculator យើងណាអូខេបើខ្ញុំចង់បើក access ទៅ system tool របស់ Windows វិញឧទាហរណ៍ថាចូលទៅ configuration ខ្ញុំវាយ ms config អូខេអញ្ចឹងយើងអាចចូលមក system config របស់ Windows យើងអាចចូលមើល general មើល boot មើល service មើល startup tool គេអញ្ចឹងទៅឬមួយក៏ខ្ញុំចង់ access ទៅ regedit របស់ Windows ខ្ញុំវាយពាក្យថា regedit ហើយខ្ញុំ click OK អញ្ចឹងនៅនេះវា require admin យើង click yes មកអញ្ចឹងយើងអាចចូលមកដល់ registry របស់ Windows យើងអាចកែកូនអីតាមចិត្តរបស់យើងចង់អូខេមួយទៀតខ្ញុំចង់ចូលទៅ service ខ្ញុំវាយពាក្យថា service.msc បែបនេះមកអូខេអញ្ចឹងវានឹងចេញមកអូខេឧទាហរណ៍ថាខ្ញុំចង់ចូលទៅ control panel ខ្ញុំវាយដូចគ្នាខ្ញុំវាយពាក្យថា control ខ្ញុំវាយពាក្យពេញឯងហើយខ្ញុំចុច OK មកជិះខ្ញុំអាចដល់កន្លែង control panel ខ្ញុំអាចចូលមើលកន្លែង uninstall software អីចឹងណាអាចចូលមើល network ឬមួយក៏អីចឹងទៅអូខេមួយទៀតចុះសួរថាហេតុអីយើងចាំបាច់ប្រើវាដូចខ្ញុំនិយាយពីមុនចឹងគឺវាមានភាពងាយស្រួលសម្រាប់ការ access ចូលទៅកន្លែងណាមួយវាអត់មានពិបាកយើងត្រូវចាំថាត្រូវចុចទី1យើងចូលនេះទី2យើងចូលនោះអត់ទេយើងចាំតែ shortcut key គឺយើងចូលបានអូខេអញ្ចឹងវាមាន comment ជាច្រើនទៀតដែលយើងប្រើអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូចាំតិចណា